Chào,ភាសាអង់គ្លេសគេនិយាយថា thief លួចភាសាអង់គ្លេសគេប្រើពាក្យថា steal កងទ័ពថៃបានឈ្លានពាននិងបានលួចទ្រព្យសម្បត្តិដ៏មានតម្លៃហើយនឹងរបស់របរផ្សេងទៀតពីផ្ទះសម្បែងរបស់ប្រជាជនកម្ពុជាវីរៈកងទ័ព brave soldier ពេលដែលយើងទៅរៀនថ្ងៃនេះពាក្យទី1បងប្អូនចោលចឹងចោលភាសាអង់គ្លេសគេនិយាយថា thief ប្រែថាចោលបាទហើយដាក់រូបឲ្យមើលទៀតពុកម៉ែបងប្អូនចោលឬមិនចោលនេះលួចតាំងពីម៉ូតូតាំងពីគោយន្តអីហ្នឹងក៏វាលួចដែរបងប្អូនណានឹងចោលឬមិនចោលបាទអញ្ចឹងពាក្យចោលហ្នឹងភាសាអង់គ្លេសគេប្រើពាក្យថា thief បាទ thief ប្រែថាចោលឥឡូវយើងទៅមើលឧទាហរណ៍ណាបាច់ឧទាហរណ៍ណាច្រើនទេរឿងនេះវាកើតឡើងផ្ទាល់ឃើញស្ដែងឧទាហរណ៍ស្ដែងហ្មងហើយបាទ The thief crushed and took hard-earned belongings of the innocent Cambodian villagers បាទខ្ញុំប្រែឲ្យបងប្អូនមួយណាពាក្យthief នេះចោលប៉ុន្តែនេះគឺប្រើជា plural ព្រោះចោលមិនមានតែមួយទេណាមកច្រើនណាស់មកមួយក្រុមណាបងប្អូនបាទអញ្ចឹងចោលច្រើនប្រើ plural ទៅបាទអញ្ចឹងយើងប្រើពាក្យ thieves បាទចោលបានឆ្លងដែន cross កន្លែងនេះគឺបានន័យថាឆ្លងពីប្រទេសថៃនឹងវាចូលមកទឹកដីខ្មែរព្រោះតំបន់ហ្នឹងទឹកដីខ្មែរបាទអញ្ចឹងឆ្លងហើយយកហ្នឹងគឺលួចនឹងឯងក្នុងទីនេះហ្នឹងបងប្អូនបាទយកនៅទ្រព្យសម្បត្តិរបស់របរអាពាក្យ belongings គេហៅថារបស់របរទ្រព្យសម្បត្តិអីចឹងទៅអាពាក្យថា hard earned នេះបានន័យថាដែលពិបាករឬក៏ថារដោយញើសឈាមម៉ែយើងគេនិយាយចឹងណាបងប្អូនបាទដែលខំប្រឹងរកបានមកដោយញើសឈាមអាហ្នឹងគេប្រើពាក្យថា hard earned of the innocent ពាក្យថា innocent Cambodian villager បានន័យថាប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ហើយចូលមកលួចខ្ទេចលួចខ្ទីអូយបាទហើយប្រទេសអីក៏ក្រសម្បើមិនសូម្បីតែម៉ូតូជិះក៏គ្មានហើយគោយន្តនឹងក៏លួចទៅទៀតអូដល់កតោះឥឡូវយើងទៅមើលពាក្យមួយទៀតចឹងយល់ណាបងប្អូនបាទពាក្យទី1ចោលហើយពាក្យទី2លួចណាឃើញទេលោកឲ្យលួចនេះតាំងពីសាជីក្របមហូបតាំងពីអាធុងទឹកដាក់ទឹកនេះក៏យកទៅដែរនេះបងប្អូនណាបាទអញ្ចឹងពាក្យលួចភាសាអង់គ្លេសគេប្រើពាក្យថា steal បាទ steal ពាក្យថា steal បានន័យថាលួចបងប្អូនដែលរៀនអង់គ្លេសថ្មីប្រហែលតែមិនទាន់ស្គាល់ IPA ទេអញ្ចឹងអានេះគេដាក់របៀបនៅក្នុងការអានលួចនឹងអង់គ្លេសគេហៅថា steal ឥឡូវយើងទៅមើលឧទាហរណ៍ហ្មងទៅបាទកុំឲ្យខាត់ពេលយូរហើយអត់ទៅណាឆ្ងាយទេឧទាហរណ៍ហ្នឹងជាមួយនឹងព្រឹត្តិការណ៍ហ្នឹងដែរ Thai soldiers invaded and stole valuable property and various belongings from Cambodian homes បាទខ្ញុំអានសារថ្មីម្ដងទៀត Thai soldiers invaded and stole valuable property and various belongings from Cambodian homes បាទមានន័យថាកងទ័ពថៃទាហានថៃបានឈ្លានពានគេប្រើពាក្យ invaded បានន័យថាpast រឿងអតីតកាលបាទបើឥឡូវនេះបត់ច្បាញ់ចូលជាធរមានហើយអញ្ចឹងក៏ឈ្លានពានហើយបាទអញ្ចឹងបានឈ្លានពាននិងបានលួចណារួចហើយណាបានលួចពាក្យ stole with past គេប្រើនៅក្នុងអតីតកាលប៉ុន្តែ present គេប្រើពាក្យ steal អញ្ចឹងបានលួចនៅទ្រព្យសម្បត្តិបាទដ៏មានតម្លៃ valuable property ពាក្យថា valuable បានន័យថាមានតម្លៃ valuable property បានន័យថាទ្រព្យដែលមានតម្លៃណា and various belongings ហើយនឹងរបស់របរផ្សេងទៀតរបស់របរផ្សេងនេះមានបងប្អូនណាឃើញទេបាទមានតាំងពីអីកធុនលាងចានលើអីហ្នឹងក៏វាយកដែរព្រោះស្រុកវាហ្នឹងអត់មានទេរបស់របរទាំងអស់ហ្នឹងហ៎បាទអញ្ចឹង various belonging from Cambodian homes ពីផ្ទះសម្បែងរបស់ប្រជាជនកម្ពុជាណាមិនមែនលួចនៅឯព្រៃទេណាគឺលួចនឹងផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាបាទក្នុងតំបន់ដែលវាចូលមកឈ្លានពានហ្នឹងបាទអាហ្នឹងគឺពាក្យថាលួចបងប្អូនណាបាទឥឡូវយើងទៅមើលពាក្យមួយទៀតអញ្ចឹងពាក្យឈ្លានពានភាសាអង់គ្លេសគេប្រើពាក្យថា invade បានន័យថាឈ្លានពាន invade ឥឡូវយើងទៅមើលឧទាហរណ៍ Thailand is using landmines as an excuse to invade Cambodia Thailand is using landmines
as an excuse to invade Cambodia បានន័យថាម៉េចបានន័យថាថៃកំពុងតែប្រើប្រាស់បញ្ហាមីននេះជាលេសដើម្បីឈ្លានពានកម្ពុជាណាបងប្អូនវាមិនដែលប្រទេសណាដែលយកបញ្ហារឿងមីនបែរទៅជាអីណាដល់ប្រើយន្តហោះចម្បាំង F16 ចូលមកដល់ទឹកដីខ្មែរដល់រាប់រយគីឡូវាមិនដែលបាទហើយតាំងប្រកាសថាខ្លួនឯងធ្វើនឹងដើម្បីការពារខ្លួនមិនអាចទេមិនណាចូលមកការពារខ្លួនណាមកដល់រាប់រយគីឡូនៅក្នុងទឹកដីកម្ពុជានោះមិនទេបាទនឹងគឺជាការឈ្លានពានសព្វសាទបាទអញ្ចឹងគឺដំបូងឡើយតាំងពីថ្ងៃ24កក្កដាលើកទី1រហូតដល់លើកទី2ថ្ងៃទី7ខែធ្នូគឺថៃប្រើបញ្ហាដដែលគឺរឿងមីននឹងឯងបងប្អូនដើម្បីឈ្លានពានកម្ពុជាឥឡូវយើងទៅមើលពាក្យមួយទៀតចំនួនបាទអញ្ចឹងពាក្យថាចំនួនក្នុងភាសាអង់គ្លេសគឺយើងប្រើពាក្យថា dispute បានន័យថាចំនួនឥឡូវយើងទៅមើលឧទាហរណ៍ The border dispute between Cambodia and Thailand has been ongoing for years. The border dispute between Cambodia and Thailand has been ongoing for years. បានន័យថាម៉េចចំនួនព្រំដែនរវាងកម្ពុជាហើយនិងថៃណាបាននឹងកំពុងណាគេប្រើពាក្យហ្នឹងគឺបានន័យថាបាននឹងកំពុងបន្តអស់រយៈពេលជាច្រើនឆ្នាំបាទមិនមែនត្រឹមតែឆ្នាំ2025ទេពុកម៉ែបងប្អូនហើយបាទច្រើនដងហើយក្នុងដងដានប្រវត្តិសាស្ត្រហ្នឹងគឺថារឿងបញ្ហាចំនួននឹងឯងចំនួនព្រំដែននឹងឯងបាទចឹងបងប្អូនយល់ណាពាក្យហ្នឹងចំនួនតោះឥឡូវយើងទៅមើលពាក្យមួយទៀតបាទបទឈប់បាញ់ចឹងបទឈប់បាញ់ភាសាអង់គ្លេសគេប្រើពាក្យថា ceasefire បាទ ceasefire បានន័យថាបទឈប់បាញ់ ceasefire ឥឡូវយើងទៅមើលឧទាហរណ៍ Cambodia and Thailand agreed on a ceasefire to stop the fighting and maintain peace along the border. Cambodia and Thailand agreed on a ceasefire to stop the fighting and maintain peace along the border. មានន័យថាម៉េចកម្ពុជាហើយនិងថៃបានឯកភាព agreed ពាក្យ agree គេប្រើពាក្យ past ក្នុងអតីតកាលឯកភាពទៅលើបទឈប់បាញ់ដើម្បីបញ្ឈប់នៅការប្រយុទ្ធគ្នា the fighting ការប្រយុទ្ធគ្នាហើយនឹងរក្សានៅសន្តិភាពតាមបណ្ដោយព្រំដែន along the border ពាក្យ along the border បានន័យថាតាមបណ្ដោយព្រំដែនបាទអញ្ចឹងតោះយើងទៅមើលពាក្យមួយទៀតជនភេសកបាទជនភេសកភាសាអង់គ្លេសយើងអាចប្រើពាក្យថា displaced civilians ឬក៏យើងអាចប្រើពាក្យថា displaced people បាទ displaced people បានន័យថាជនភេសកបងប្អូនណាបាទដោយសារតែចំនួនហើយជនភេសកភេទខ្លួនម្ដងជា2ដងបាទហើយឥឡូវនេះក៏មិនទាន់ទាំងស្រួលបួលទៅទៀតពុកម៉ែបងប្អូនទោះបីជាមានបទឈប់បាញ់យ៉ាងណាក៏ដោយក៏វានៅតែមិនឲ្យយើងសុខស្រួលទេណានៅពេលហ្នឹងឥឡូវយើងទៅមើលឧទាហរណ៍ Over 500,000 displaced civilians had to leave their homes due to border conflicts. Over 500,000 displaced civilians had to leave their homes due to border conflicts. មានន័យថាជនភេសកមួយម៉ាត់នេះណាបងប្អូនបាទជនភេសកជាងកន្លះលាននាក់បាទនៅកម្ពុជាយើងបងប្អូនជាងកន្លះលាននាក់ច្រើនសម្បើមណាអញ្ចឹងជនស៊ីវិលជាងកន្លះលាននាក់បានបាទចាក់ចេញពីផ្ទះសម្បែងណារបស់ពួកគាត់ដោយសារតែចំនួនព្រំដែនអាពាក្យថា due to បានន័យថាដោយសារតែឬក៏ពីព្រោះ border conflicts បានន័យថាចំនួនព្រំដែនបាទឥឡូវយើងទៅមើលពាក្យមួយទៀតពាក្យចុងក្រោយថ្ងៃនេះចែកជូនបងប្អូនពាក្យចុងក្រោយគឺពាក្យថាវីរៈកងទ័ពពាក្យថាវីរៈកងទ័ពអាចមានន័យច្រើនក្នុងភាសាអង់គ្លេសប៉ុន្តែខ្ញុំឧទាហរណ៍មួយទៅចុះពាក្យដែលយើងនិយមប្រើគឺពាក្យថា brave soldier ពាក្យថា brave បានន័យថាវីរៈអង្អាចក្លាហានណាអានេះគេប្រើពាក្យថា brave
brave soldier ពាក្យថា soldier បានន័យថាកងទ័ពឥឡូវយើងទៅមើលឧទាហរណ៍ the citizen honor the ultimate sacrifice of the brave soldiers ភាសាថ្មី the citizens honor the ultimate sacrifice of the brave soldiers មានន័យថាម៉េចបាទមានន័យថាប្រជាពលរដ្ឋបានគោរពដឹងគុណអាពាក្យថា honor គេហៅថាគោរពដឹងគុណពាក្យនេះមិនមែនអាន honor ទេយើងអានថា honor បានន័យថាគោរពដឹងគុណគោរពដឹងគុណនៅការលះបង់សាច់ស្រស់ឈាមស្រស់អាពាក្យថា ultimate sacrifice ម៉ែយើងគេហៅថាលះបង់សាច់ស្រស់ឈាមស្រស់បាទដើម្បីការពារជាតិមាតុភូមិអញ្ចឹងតាណាអញ្ចឹងកន្លែងនេះបានន័យថាសាច់ស្រស់ឈាមស្រស់របស់វីរៈកងទ័ពបាទ of the brave soldiers របស់វីរៈកងទ័ពមកវិញណាបាទយើងមានពាក្យប៉ុណ្ណឹងហើយចាំវីដេអូក្រោយខ្ញុំបន្តពាក្យពាក់ព័ន្ធជាមួយនឹងបញ្ហាចំនួនព្រំដែនមានពាក្យច្រើនណាស់បងប្អូនបាទធ្វើវីដេអូមួយមិនគ្រប់ទេបងប្អូនចង់តាមដានពាក្យបន្តទៀតបងប្អូនកុំភ្លេចចូលទៅ subscribe YouTube របស់ខ្ញុំ Rian Daily English ឬក៏ Facebook page Rian Daily English ជួបគ្នាវីដេអូក្រោយជម្រាបលា